ទីបំផុតលោកគ្រូអេបថងបានបង្ហាញនៅតម្លៃខ្លួនកីឡាករធឿនធីរ៉ាប្រសិនជាមានការប្រកួតនៅក្រៅស្រុកនោះនឹងមានតម្លៃខ្លួនរហូតទៅដល់សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នីតិព័ត៌មានថ្មីៗពីខ្ញុំបាទភក្ត្រា KA គុណខ្មែរថ្ងៃនេះខ្ញុំបាទ admin ភក្ត្រា KA គុណខ្មែរនាំមកជូននូវដំណឹងថ្មីៗដើម្បីចែកជូនទៅដល់ប្រិយមិត្តស្ដាប់ជីបន្តទៀតហើយបើសិនជាប្រិយមិត្តពេញចិត្តនៅវីដេអូរបស់ខ្ញុំបានកុំភ្លេចជួយចុចពាក្យជាវនិងពាក្យ Subscribe ម្នាក់មួយផងដើម្បីនឹងទទួលបានដំណឹងថ្មីៗមុនគេតែម្ដងបើតាមគេហទំព័រផ្លូវការនិងបទសម្ភាសន៍ជាច្រើនមែនទែនបានសម្ភាសន៍លោកគ្រូអេបថងថាតើបើសិនជាកីឡាករធឿនតារាទៅប្រកួតនៅសេវិនក្រៅស្រុកនោះថាតើលោកគ្រូទីមទីក៏ដូចជាចង់បានតម្លៃខ្លួនប៉ុន្មានទើបឲ្យកីឡាករធឿនតារាទៅប្រកួតនៅក្រៅស្រុកលោកគ្រូអេបថងបានបញ្ជាក់យ៉ាងច្បាស់តែម្ដងដោយបាននិយាយចំថាមានសៃវៀនជាច្រើនមិនថាសៃវៀននៅប្រទេសថៃមិនថាសៃវៀននៅប្រទេសដទៃទៀតទេតែចង់បានធឿនតារាទៅប្រកួតតែមែនតែម្ដងតែសំខាន់នោះគឺរឿងតម្លៃខ្លួនតែម្ដងដោយកន្លែងខ្លះឲ្យតម្លៃខ្លួនកីឡាករធឿនតារាបាទពី$1000ទៅ$50000អញ្ចឹងលោកគ្រូអេបថងគាត់មិនទៅនោះទេដោយសារតម្លៃខ្លួននេះគឺបាទទោះបីជាគាត់វាយនៅក្នុងស្រុកកីឡាករធឿនតារាក៏បានតម្លៃខ្លួនលើសនឹងឬក៏ប៉ុណ្ណឹងដែរអញ្ចឹងបើគាត់ទៅប្រកួតនៅក្រៅស្រុកបាទគឺតម្លៃខ្លួនយ៉ាងតិចបំផុតគឺចាប់ពី$100,000ទៅ$3,000យ៉ាងតិចបំផុតទើបលោកគ្រូអេបថងឲ្យកូនសិស្សរបស់គាត់ទៅប្រកួតតែម្ដងដោយសារកីឡាករធឿនតារាគឺជាកីឡាករមួយដែរបាទប្រកួតមួយរយៈពេលចុងក្រោយនេះបាទគឺល្អមែនទែនហើយប្រិយមិត្តយើងនៅពេលដឹងថាលោកគ្រូអេបថងចង់ឲ្យកូនសិស្សទៅប្រកួតនៅក្រៅស្រុកបាទបានតម្លៃខ្លួនខ្ពស់បាទមានប្រិយមិត្តយើងខមមិនច្រើនមែនទែនបាទចូលរួមអបអរសាទរក៏ដូចជាបាទគាំទ្រមែនទែនពេញទំហឹងតែម្ដងនៅចំណាត់ការលោកគ្រូអេបថងបាទរឿងនេះតែម្ដងបាទគឺពិតប្រាកដតែមែនទែនធម្មតាប្រិយមិត្តកីឡាករថៃបាទយើងយកមកប្រកួតនៅស្រុកយើងបាទមិនមែនថាយើងមិនចង់យកមកទេប្រិមិត្តបាទតាមព័ត៌មានចិនច្រើនមែនទែនប្រិមិត្តកីឡាករថៃនៅប្រកួតនៅថៃត្រឹមតែ$100,000 $200,000មកខ្មែរម្ដងទីសិតរាប់ម៉ឺន$បាទគឺទីច្រើនណាស់ប្រិមិត្តហេតុអីហើយយើងទៅប្រកួតនៅក្នុងស្រុកគេឲ្យយើងត្រឹមតែ$200,000ទៅ$500,000បាទឥឡូវកីឡាករធឿនតារាបើបានតម្លៃខ្លួនប៉ុណ្ណឹងគឺលោកគ្រូអេបថងមិនឲ្យទៅនោះទេអញ្ចឹងប្រិមិត្តប្រកាសជាសាកសម័យមើលថាតើថៃហ្វៃចង់ហៅធឿនតារាទៅសងសឹកបាទដែលសេយកផុនផាំងបួងចង់សងសឹកនោះប្រិមិត្តប្រកាសជារងចាំមើលហើយវាប្រកាសណាស់ប្រិមិត្តអរគ្នាបើសិនជាខាងថៃហ្វៃមិនឲ្យតម្លៃធឿនតារាចាប់ពី$100,000យ៉ាងតិចឡើងលើនោះលោកគ្រូអេបថងមិនឲ្យធឿនតារាទៅប្រកួតនោះទេប្រិមិត្តបាទអញ្ចឹងបាទខាងថៃហ្វៃកំពុងតែយ៉ាងណាយ៉ាងណីនោះក៏ដូចជាបាទសៃវៀនបាទដទៃទៀតកំពុងតែបាទគិតគូរឡើងវិញហើយដោយសារតែកីឡាករកម្ពុជាយើងបាទมันអាចថាអ្នកឯងឲ្យតម្លៃខ្លួនថោកទៅស្រួលទេបាទលោកគ្រូអេបថងក៏បានបញ្ជាក់ដែរមិនចង់លើពាក្យគេនិយាយថាបាទកីឡាករអស់នឹងឲ្យតម្លៃខ្លួនប្រមាណក៏គេមកដែរស្រួលហៅទេឲ្យប្រមាណក៏បានដែរតែចឹងយើងទៅប្រកួតបាទគឺគ្មានតម្លៃនោះទេសម្រាប់កីឡាគុនខ្មែរយើងអានឹងមកតាមលោកគ្រូអេបថងគាត់បញ្ជាក់បាទគឺគ្មានតម្លៃទេប្រិមិត្តទៅប្រកួតប្រិមិត្តដោយសារតម្លៃខ្លួនថោកពេកហើយយើងក៏មិនមែនជាកីឡាករដែលស្ពៃដែរប្រិមិត្តបាទដោយកីឡាករធឿនតារាដោយកីឡាករព្រំសំណាងជាដើមបាទគាត់ប្រឡូកសេវិនក្រៅស្រុកគឺច្រើនញឹកញាប់មែនតើបាទខ្ញុំលើកតែ2អ្នកនេះចុះគឺតម្លៃខ្លួនគាត់ប្រិមិត្តបាទឲ្យគាត់$100,000ហ្នឹងគឺយ៉ាងតិចគឺសមរម្យហើយប្រិមិត្តដោយសារតែកីឡាករថៃដែលប្រកួតចាញ់គាត់តម្លៃខ្លួន$100,000ប្រិមិត្តបាទអញ្ចឹងកីឡាករកម្ពុជាយើងក៏មានសិទ្ធិនឹងតម្លៃខ្លួនប៉ុណ្ណឹងដែរហើយនៅមួយគឺបើបានតម្លៃខ្លួនច្រើនក៏ល្អដែរប្រិមិត្តបាទទីមួយគឺជួយដល់ជីវភាពក្រុមគ្រួសារកីឡាករកម្ពុជាយើងក៏ដូចជាលើកមុខមាត់ដល់ក្លឹបទៅដល់សិល្បៈវាយកូនខ្មែរយើងបាទធម្មតាយើងវាយឲ្យតំណាងជាតិយើងប្រិមិត្តបាទបើយើងឡើងទៅតម្លៃខ្លួនថោកអញ្ចឹងបាទក៏គ្មានតម្លៃដែរប្រិមិត្តបាទគេមិនឲ្យតម្លៃយើងទើបគេឲ្យតម្លៃខ្លួនទៀបបែបនេះបាទអញ្ចឹងលោកគ្រូអេបថងក៏បានបញ្ជាក់ដែរតម្លៃខ្លួនកីឡាករធឿនតារាដោយសេវិនខ្លះចែកចៅចង់ឲ្យ$50000 $40000នោះបាទលោកគ្រូអេបថងគាត់មិនពេញចិត្តនឹងឲ្យទៅទេដោយសារតម្លៃខ្លួននេះគឺតិចជាងអេអាមរីវូថងទៀតបាទតាមគាត់បញ្ជាក់កីឡាករអេអាមរីវូថងគឺប្រិមិត្តបាទគាត់វាយនៅសេវិនប្រទេសថៃគឺបានរហូតដល់$80,000បាទ$80,000អញ្ចឹងបើធៀបនឹងធឿនតារាដែលគេចែកចៅចង់ទៅប្រកួតនោះគឺឲ្យទៅតែ$50,000ទៅ$60,000ប្រិមិត្តបាទអញ្ចឹងវាតិចមែនតើបាទតិចមែនតើអញ្ចឹងលោកគ្រូក៏បានបញ្ជាក់ដែរតាមបងប្រុសម្នាក់គាត់សម្ភាសន៍លោកគ្រូបាទ
និយាយចំថាលោកគ្រូចង់បានប្រមាណយ៉ាងតិចបាទដើម្បីឲ្យធីរ៉ាទៅប្រកួតលោកគ្រូបានបញ្ជាក់ថាបាទយ៉ាងតិចត្រឹម100,000 បាតបាទត្រឹម$3,000ទើបគាត់ទៅប្រកួតនៅសាវៀនក្រៅស្រុកតែម្ដងដោយសារសាវៀនក្នុងស្រុកយើងបាទជានិច្ចកាលឥឡូវនេះកំពុងតែល្បីខ្លាំងមែនទែនកីឡាករធឿនតារាក៏ល្បីក្នុងស្រុកក៏បានខ្ទង់1000ជាងដែរប្រិមិត្តអញ្ចឹងបើយើងទៅក្រៅស្រុកត្រឹម1000ជាងដែរទៅអីប្រិមិត្តបាទទៅអីបាទទាំងដែលយើងហៅគេមកប្រកួតតម្លៃរាប់ម៉ឺនដុល្លាររាប់ពាន់ដុល្លារយើងទៅធ្វើអីបាទគោលការណ៍លោកគ្រូអេវថងនិយាយធ្វើនេះគឺសមរម្យមែនតើគឺចំហោដៅមែនតើដោយកីឡាករកម្ពុជាយើងមកគាត់ចង់បានបែបនេះក៏ដូចជាលោកគ្រូសនលីតក៏គាត់ចង់បានបែបនេះដែរបាទលោកគ្រូសនលីតមកសាយវៀនគុណខ្មែរអស្តាប្រិមិត្តបាទតម្លៃខ្លួនកីឡាករគឺខ្ពស់មែនតើលោកគ្រូសនលីតគាត់បានបញ្ជាក់ចំថាគាត់ធ្វើបែបនេះគឺចង់ឲ្យកីឡាករកម្ពុជាយើងទៅថ្ងៃមុខនោះតែគាត់ទៅប្រកួតនៅក្រៅស្រុកគឺបានតម្លៃខ្លួនបានខ្ពស់ដូចអញ្ចឹងដែរឧទាហរណ៍ថាបើយើងវាយបាទនៅប្រទេសកម្ពុជាយើងនៅសាយវៀនគុណខ្មែរអស្តាចុះខ្ញុំលើកទៅមួយចុះបាទវាយគូមិត្តភាពធម្មតាតម្លៃចាប់ពី1000ទៅ1000ជាងទៅ2000អញ្ចឹងបើយើងទៅប្រកួតនៅក្រៅស្រុកតូចបំផុតក៏បានទៅ3000ទៅ4000ទៅមិត្តបាទអញ្ចឹងមើលកីឡាករកម្ពុជាយើងបានតម្លៃខ្លួនខ្ពស់នៅក្នុងស្រុកយើងបាទទៅក្រៅក៏កាន់តែខ្ពស់ដែរបាទគឺដូចគ្នាមិត្តដូចគ្នាមែនតើអញ្ចឹងកីឡាករកម្ពុជាយើងគាត់ក៏មានកម្លាំងចិត្តក្នុងការហ្វឹកហាត់ដែរល្អមែនតើបាទគឺលោកគ្រូអេវថងបានធ្វើនេះគឺត្រូវត្រឹមត្រូវបាទគឺលោកគ្រូអេវថងគាត់ធ្វើឡើងនេះគឺត្រឹមត្រូវបាទអេដមីនក៏យល់ស្របដែរប្រិមិត្តអញ្ចឹងប្រិមិត្តបាទយល់ឃើញយ៉ាងណាដែរបាទនៅពេលកីឡាករកម្ពុជាយើងបានតម្លៃខ្លួនច្រើនបាទដែលគេឲ្យតម្លៃខ្លួនតិចយើងតើយើងគូទៅប្រកួតដែរឬទេបាទទាំងដៃកីឡាករកម្ពុជាយើងដូចជាកីឡាករធឿនតារានិងព្រំសំណាងកំពុងតែឡើងទឹកដៃទៅជើងខ្លាំងមែនទែនដោយពិបាករកគូប្រកួតណាស់ប្រិមិត្តមកមួយសន្លប់មួយមកពីរសន្លប់ពីរដោយព្រំសំណាងជាដើមបាទចង់ប្រិមិត្តកុំភ្លេចជួយខមមិនម្នាក់មួយផងថាតើប្រិមិត្តគ្រប់ត្រូលឬយ៉ាងណានោះប្រិមិត្តអាចបញ្ចេញមតិទាំងអស់គ្នាដោយសារយើងបាទការយល់ឃើញគឺមិនដូចគ្នាទេចង់ប្រិមិត្តចូលរួមខមមិនទាំងអស់គ្នាផងដែរខ្ញុំបាទភក្ត្រា KA គុណខ្មែរមានជាអត្ថបទតែប៉ុណ្្នឹងទេបើសិនជាលើកទៅខុសទោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសផងជាចុងក្រោយសូមអរគុណសូមគោរពលាបាទ